ចំណុចខ្លះៗអំពីប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តគឺជាប្រាសាទដ៏អច្ឆរិយៈមួយដែលគ្មានពីរនៅលើលោកប្រាសាទអង្គរវត្តមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាអង្គរវត្តមកពីពាក្យថាអង្គរនិងវត្តអង្គរមានន័យថាទីក្រុងរាជធានីអាណាចក្ររីឯវត្តមានន័យថាជាទីកន្លែងដែលព្រះសង្ឃគង់នៅភាគច្រើននគរប្រែក្លាយមកជាអង្គរដូចជានគរវត្តប្រែក្លាយមកជាអង្គរវត្តនគរបុរីប្រែក្លាយមកជាអង្គរបុរីជាដើមអង្គរវត្តមានឈ្មោះដើមថាបរមវិស្ណុលោកដែលបានកសាងតាំងពីសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2បន្ទាប់ពីបានឡើងគ្រងរាជ្យចន្លោះឆ្នាំ1113ដល់ឆ្នាំ1150ដើម្បីឧទ្ទិសថ្វាយដល់អាទិទេពក្នុងព្រហ្មញ្ញសាសនាប្រាសាទអង្គរវត្តក៏ត្រូវបានគេចាត់ទុកថាជាប្រាសាទខាងសាសនាដ៏ធំបំផុតក្នុងលោកផងដែរដែលត្រូវបានគេប៉ាន់ប្រមាណថាចំណាយកម្លាំងមនុស្សដើម្បីកសាងប្រហែល30,000 នាក់ដំរី6,000ក្បាលថ្ម10លានតោនមានកម្ពស់65ម៉ែត្រផ្ទៃដីប្រមាណ200ហិកតារាងចតុកោណមានកំពែងនិងគូទឹកព័ទ្ធជុំវិញនៅខាងមុខផ្លូវចូលទៅប្រាសាទមានតោថ្មធំៗដែលអមសងខាងផ្លូវចំណែកនៅលើជញ្ជាំងប្រាសាទវិញមានចម្លាក់រចនាដ៏ល្អស្អាតដោយសារតែទំហំនិងស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះត្រូវបានមនុស្សមួយចំនួនតូចគិតថាមិនមែនជាស្នាដៃរបស់មនុស្សទេគឺជាស្នាដៃរបស់អាទិទេពទៅវិញបើតាមទស្សនៈលោក Xerxes បាននិយាយថាប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោកប្រាង្គកណ្ដាលតំណាងឲ្យភ្នំសូមេរុនៅកណ្ដាលពិភពលោកប្រាង្គទាំង5តំណាងឲ្យភ្នំសូមេរុនៅជាយផែនដីចំណែកឯគូទឹកគឺតំណាងឲ្យមហាសមុទ្រដែលព័ទ្ធជុំវិញផែនដីប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយធម្មជាតិវិទូបារាំងលោក Henry Mohot នៅឆ្នាំ1860ហើយប្រាសាទអង្គរវត្តបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី14ធ្នូឆ្នាំ1992វីដេអូមួយនេះមានតែប៉ុណ្្នឹងទេបើចូលចិត្តកុំភ្លេចជួយចុច Follow និង Subscribe ម្នាក់មួយផងអរគុណសម្រាប់ការទស្សនា